មុននឹងចាប់ផ្ដើមយើងត្រូវរំលឹកទៅដល់វិធីសាស្ត្ររបស់ Loomis Method ថាតើចាប់ផ្ដើមពីចំណុចអីទី1គឺរង្វង់1អក្សរអដេ7/3ចេញ7/3បើយើងមើលពីលើគឺចិត្តបែបនេះក្បាលមនុស្សហ្នឹងគឺត្រូវបានចិត្តក្នុងសន្តានធំក្រោយតូចមុខរបៀបនេះមិនមែនស្មើក្រោយស្មើមុខទេពីមុខគឺចិត្តឆាកប្រឆិតបែបនេះតូចមកមុខហើយតូចមកក្រោមអញ្ចឹងហើយទីនេះគឺតែងឃើញវ័នជាអេលីបបែបនេះដោយសារចំណិតនោះគឺចិត្តឆាកមកមុខនេះគឺចំណិតនោះឯងហើយនេះគឺអង្កត់ដែលត្រូវបានកាត់ឲ្យមើលឃើញខ្សែដែលយើងឃើញនេះគឺខ្សែនេះឯងហើយអេលីបនេះគឺអេលីបនេះឯងនេះក៏ដូចគ្នាគឺមើលឃើញជាអេលីបប៉ុន្តែ1/3ដំបូងនោះគឺអង្កត់ឬក៏ផ្ចិតនេះឯងអានេះគឺគេតដូចជាយកចង្កឹះអីមួយយកទៅផ្គងឲ្យជាប់ជាមួយក្បាលនឹងពីខាងអញ្ចឹងគេគាត់តែភ្ជាប់អញ្ចឹងមកវាទៅជាក្បាលមនុស្សហើយថែមទៅច្រមុះមកមនុស្សហើយ1/3ទៅលើ1/3ទៅក្រោមគឺជាខ្សែច្រមុះនោះឯង1/3មកលើគឺជើងសក់ថែមមួយទៀតឲ្យស្មើគ្នាយើងបានចង្ការត្រង់ទីដែលយើងឆាបចូលមកនេះទីនោះគឺជាចុងចិញ្ចើមក្រោយមកគឺយើងចាប់ផ្ដើមប៉ាន់នៅទំហំចង្ការប្រហែលជា1/3មានន័យថាចោលនេះមកក្រោមមកចោលនេះមកក្រោមមកយើងឃើញ3ប្រឡាស់អញ្ចឹង1 2 3ជាពងមាន់បែបនេះហើយយើងចោលខ្សែបញ្ឆិតមួយដែលបើមើលពីចំហៀងខ្សែបញ្ឆិតហ្នឹងគឺរត់ពីទីខ្វែងនៃអង្កត់នេះរត់មកកាន់ពងមាន់នឹងឯងតាម cheekbone តាមឆ្អឹងថ្ពាល់ចុះបើមើលពីចំហៀងគឺរត់ពីនេះមកអញ្ចឹងខ្សែហ្នឹងគឺរត់បញ្ឆិតឆាកចូលមកជាខ្សែកោងហើយទំហំចង្ការយើងឃើញថាប៉ុណ្ណេះដំបូងទីគឺគេកាត់ស្មើប៉ុន្តែក្រោយមកយើងចិត្តឆាកចូលឲ្យធំលើតូចក្រោមឆិតបន្តិចចឹងមកឲ្យត្រេតបន្តិចបែបនេះហើយយើងភ្ជាប់ចគៀមឲ្យដល់ប្រហែលជាពាក់កណ្ដាលរវាងពី3មក4កាច់ចូលមកបើសិនជាយើងបែរទៅស្ដាំបន្តិចដូចយោងទៅលើ reference នៅខាងឆ្វេងនេះខាងនេះរៀងធំជាងព្រោះខាងណាដែលរៀងបែរទៅនោះខាងនោះរៀងតូចជាងខាងណាដែលនៅខាងមិនបែរគឺខាងនោះរៀងឃើញធំជាងអញ្ចឹងពង ellipse នេះគឺអាចធំជាងខាងណាឆ្វេងធំជាងស្ដាំនេះឯងគឺជាទីសម្រាប់ដាក់ច្រមុះហើយនេះគឺទីសម្រាប់ដាក់អញ្ចាមយើងអាចឆ្ងល់ថាមិនបានឃើញគូស្មើហើយគេឃើញកោងជា basically គឺយើងមានប្រអប់មួយដែលស្មើបែបនេះជាមូលដ្ឋានជាការស្រួលវិភាគគេគិតអញ្ចឹងប៉ុន្តែមែនតើមកមនុស្សមិនអញ្ចឹងទេគឺកោងបែបនេះដូចប្រទេសផ្លែរនាតនៅត្រង់ហ្នឹងគឺវាទៅជាកោងអញ្ចឹងដែររត់តាម contour នៃរនាតហ្នឹងមុខមនុស្សគឺមានសន្តានកោងដូចផ្លែរនាតអញ្ចឹងគ្រាន់ថាមិនក៏មិនប្រាប់ថាកោងពីដើមទីសម្រាប់អ្នករៀនដំបូងហ្នឹងគេមិនទាន់និយាយភ្លាមទៅឲ្យកោងទេបើសិនជាចង់រកទំហំច្រមុះគេអាចយកចំណិតនេះជាគោលហ្នឹងចំណិតនេះចែកជា3មកខ្ញុំចាំថាកាលណាចែកជា3វាស្មើនឹងភ្នែក3ប៉ុនគ្នានេះ1 2 3អាចចន្លោះរវាងភ្នែកទាំងពីរនេះស្មើនឹងទំហំភ្នែក1 1 2 3ឃើញពង3ហ្នឹងទៅមួយកដាលនេះឯងគឺជាទំហំច្រមុះចោលចំណោមចុះមកក្រោមអញ្ចឹងមកសិក្សាជា plain បែបនេះត្រង់ថាប្របែកឲ្យកាន់តែស៊ីជម្រៅនោះគឺមួយកម្រិតទៀតប៉ុន្តែត្រង់មួយកាច់នេះវា represent 3D form អញ្ចឹងយើងឃើញខ្ពស់បានហើយប្រយោជន៍របស់វាគឺអញ្ចឹងការសិក្សា plain ទំហំភ្នែកចំណុចដែលយើងឆាកចូលនេះគឺយើងអាចចែកជា3ភាគ1 2 3ចន្លោះកដាលនេះគឺស្មើនឹងទំហំច្រមុះហើយមួយនេះគឺទំហំភ្នែកទំហំតឹងឆ្វេងស្ដាំមិនមែនដល់លើក្រោមទេលើក្រោមយើងគិតនៅត្រង់ទៀតអញ្ចឹងក្លុកនេះគឺក្លុកដាក់ភ្នែកហ្នឹងឯងពីខ្សែចិញ្ចើមរហូតមកដល់ខ្សែច្រមុះនេះយើងអាចចែកជា3ប្រឡោះយើងនឹងបានខ្សែ guideline ភ្នែក1 2 3អញ្ចឹងខ្សែខាងក្រោមនេះគឺ guideline នៃខ្សែខាងក្រោមនៃភ្នែកចង់រកខ្សែភ្នែកខាងលើគឺយើងចែកជា2ទៀតទៅចែកពីនឹងមកដល់ខ្សែចិញ្ចើមនេះជា2ទៀតទៅភ្នែកនៅក្នុងនេះយើងគ្រាន់តែរកជាពងមាន់មិនទាន់សង់មែនតែនព្រោះអីយើងមិនទាន់ប្រកាសថាវាត្រឹមត្រូវឥតខ្ចោះសុក្រិតទេហើយក្រោយមកយើងរកមាត់បបេមាត់ក្រោមនោះគឺចំពាក់កណ្ដាលរវាងច្រមុះទៅចង្កាបបេមាត់ខាងលើគឺចំពាក់កណ្ដាលរវាងពីបបេមាត់ក្រោមនឹងឯងទៅកាន់ច្រមុះបើយើងចោលចំណោលចេះកែមាត់ស្ដាំហ្នឹងគឺថាសឹងតែនៅចំមកខ្សែកោងនឹងតែម្ដងខ្សែពណ៌ផ្កាឈូកនឹងឯងជាខ្សែ cheekbone ហើយមានប្រយោជន៍យើងរកជារៀងរួមជាសិនកុំទាន់គិតរឿងដូចវះមាត់លើជាទូទៅមនុស្សយើងគឺស្ដើងជាងក្រោមសិក្សាជា plain កុំទាន់សិក្សាជា realistic ខាងក្រោមនេះគឺវាមានកន្លុកក្រោមបបេមាត់ហ្នឹងយើងដាក់ត្រចៀកគឺអាចនៅស្មើចិញ្ចើមឬក៏ថាក្រោមខ្សែចិញ្ចើមបន្តិចចុះមកដល់ខ្សែច្រមុះក្នុង reference នឹងឆ្វេងនេះគឺគេប្របែក polygon ហ្នឹងកាន់តែច្រើនជា high polygon វាមាន low poly គឺជ្រុងវាតិច high poly គឺជ្រុងនឹងវាច្រើននេះគឺបើកករណីហ្នឹងគឺដោយសារកាមេរ៉ាទាបជាង model កាលណាកាមេរ៉ានៅទាបជាង model យើងសាកអង្គុយឲ្យទាបជាងបុគ្គលណាម្នាក់យើងនឹងឃើញផ្នែកបឿឬក៏ខាងក្រោមគៀមរបស់គាត់ហើយចានេះគឺស្មោលគឺយោងទៅលើ plane ហ្នឹងឯងជ្រុងអានេះគឺចេះមិនទាន់បាច់ផាត់ភ្លឺស្មោក៏យើងអាចដឹងភ្លាមតែម្ដងក្រោយមកយើងស្រួល plan ដែលគេបានប្របែកឲ្យកាន់តែល្អិតណាច្រើន plan ប្រែតែផ្ទៃច្រើនផ្ទៃនឹងឯងគាត់ណារូបបែបជ្រុងបែបនេះគេលើកមកសិក្សាដើម្បីអីដើម្បីស្រួលយល់ពីហ្នឹងទៅយើងចាប់ដើមប្របែក polygon ហ្នឹងឲ្យ more detail